នេះជារបៀបដងត្រីបាទសាមនៅខាងអាឡាស្កាបងប្អូនបាទអញ្ចឹងមានបងប្អូនចង់ឃើញមែនតើថាចង់ឲ្យខ្ញុំហ្នឹងធ្វើវីដេអូឲ្យវែងបន្តិចពីការដងត្រីនៅនេះអញ្ចឹងមុនដែលយើងដងត្រីហ្នឹងបងប្អូនគឺយើងត្រូវមានកៅអៅចុះទឹកកុំឲ្យសើមខ្លួនពីព្រោះថានៅនេះត្រជាក់ហើយទី2យើងត្រូវមានថ្នងដែលខ្ញុំលីដើរចុះហ្នឹងគឺថ្នងសម្រាប់ដងត្រីហើយនៅពេលដែលយើងដើរចុះទៅគឺយើងបញ្ឈរថ្នងហ្នឹងរំកិលរហូតតែចុះដល់ទឹករៀងជ្រៅបន្តិចត្រឹមរៀងចកេះអញ្ចឹងទៅបងប្អូនបាទដូចនេះអញ្ចឹងពេលដែលយើងចុះទៅអញ្ចឹងទៅយើងបញ្ឈរប្រហែលជា4-5នាទី10នាទីអញ្ចឹងទៅត្រីរត់ចូលហើយបាទជួនកាលចូល2ចូល3អញ្ចឹងទៅហើយនៅពេលដែលត្រីចូលគឺវាបុកសំណាញ់ញ័រហើយយើងផ្កាប់វាទាញឡើងមកបងប្អូនហើយនេះនៅពេលដែលយើងផ្កាប់ហើយយើងទាញមកមិនបាច់ប្រើកម្លាំងខ្លាំងទេគឺយើងទាញតិចតិចដូចខ្ញុំទាញអញ្ចឹងបងប្អូនគឺត្រីមកហើយពីព្រោះយើងផ្កាប់វាជាប់ហើយបាទដូចនេះអញ្ចឹងបងប្អូនឃើញហើយបាទអាហ្នឹងត្រីដឹងតែបានហើយបងប្អូនដោយសារនៅនេះត្រីវាសម្បូរអញ្ចឹងហើយបានជាយើងគ្រាន់តែបញ្ឈរថ្នងហ្នឹងក៏ត្រីរត់ចូលដែរ